អញ្ញាធិជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងរដ្ឋបាលខេត្តព្រះសីហនុចុះអនុសារណៈនៃការយោគយល់គ្នាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអញ្ញាធិជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងរដ្ឋបាលខេត្តព្រះសីហនុបានចុះអនុសារណៈនៃការយោគយល់គ្នា MOU នៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជិនម៉ាលីនរដ្ឋលេខាធិការក្រសួងយុតិធម៌និងជាអនុប្រធានអញ្ញាធិជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតំណាងឯកឧត្តមការិតឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុឯកឧត្តមម៉ាងស៊ីណេតបានគូបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះធ្វើឡើងដើម្បីលើកកម្ពស់គុណភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការដោយសំណុំរឿងដែលដោះស្រាយរួចអាចផ្ញើជូនអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពិនិត្យទទួលស្គាល់និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងដែលមានតម្លៃផ្លូវច្បាប់ពេញលេញឯកឧត្តមបានបន្ថែមថារដ្ឋបាលខេត្តតែងតែចាត់ទុកការដោះស្រាយសំណើសំណុំពរនិងបណ្ដឹងរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពប្រចាំថ្ងៃស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីទន្ទឹមនឹងនេះខេត្តក៏បាននឹងកំពុងបន្តពង្រឹងសមត្ថភាពការទទួលខុសត្រូវនិងក្រមសីលធម៌ដល់មន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាពគណនេយ្យភាពនិងយុត្តិធម៌ដោយមិនមានការរើសអើងឡើយជាក់ស្ដែងក្នុងឆមាសទី1ឆ្នាំ2026នេះរដ្ឋបាលខេត្តទទួលបានបណ្ដឹងនិងសំណើផ្សេងៗសរុបចំនួន169ករណីដោយក្នុងនោះបានដោះស្រាយបញ្ចប់14ករណីបញ្ជូនទៅស្ថាប័នជំនាញ64ករណីរាយការណ៍ជូនថ្នាក់លើ19ករណីរក្សាទុក30ករណីនិងកំពុងបន្តដំណើរដោះស្រាយចំនួន42ករណីនាឱកាសនោះដែរឯកឧត្តមបណ្ឌិតជិនម៉ាលីនបានលើកឡើងថាការចុះ MOU នេះមានសារៈសំខាន់ក្នុងការបំពេញបន្ថែមលើចំណុចខ្វះខាតនៃយន្តការដែលមានស្រាប់ហើយកិច្ចព្រមព្រៀងដែលទទួលស្គាល់ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺមានតម្លៃផ្លូវច្បាប់ស្មើនឹងសាលក្រមតុលាការអនុសារណៈនេះរួមមានកិច្ចសហការសំខាន់ចំនួន7ចំណុច1ការចេញកំណត់បង្ហាញប្រៀបធៀបនិងទទួលស្គាល់សំណុំរឿងដែលបានដោះស្រាយរួច2ការបញ្ជូនសំណុំរឿងពីមូលដ្ឋានទៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីពិនិត្យនិងដោះស្រាយ3ការផ្តល់កិច្ចសហការជូនអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងការចុះដោះស្រាយវិវាទផ្ទាល់នៅមូលដ្ឋាន4ការផ្តល់ទិន្នន័យវិវាទដើម្បីរៀបចំនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិ5ការរួមសហការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ6ការរៀបចំវគ្គបណ្ដុះបណ្ដាលសិក្ខាសាលានិងកិច្ចប្រជុំពង្រឹងសមត្ថភាពមន្ត្រី7ការអនុវត្តសកម្មភាពចាំបាច់ផ្សេងៗទៀតតាមការព្រមព្រៀងគ្នាឯកឧត្តមបណ្ឌិតក៏បានថ្លែងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់គុណភាពតម្លាភាពនិងផ្ដល់នូវយុត្តិធម៌យ៉ាងពិតប្រាកដ